តោះអ្នកណាខ្លះដែលគិតថាពិបាកធ្វើ subtitle ជាភាសាខ្មែរនៅក្នុងកម្មវិធី CapCut នៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីគន្លឹះងាយៗនៅក្នុងការធ្វើ subtitle ជាភាសាខ្មែរនៅក្នុងកម្មវិធី CapCut ដោយប្រើប្រាស់ Google Studio អូខេតោះឥឡូវឧទាហរណ៍ថាយើងមានវីដេអូហើយបាទហើយយើងបានកាត់វាដាក់ effect ដាក់អីហើយអស់ហើយអញ្ចឹងជា finally ណាជា finally គឺយើងត្រូវការ subtitle ជាចុងក្រោយណាអញ្ចឹងបងប្អូនកាត់កន្លែងណាខុសកន្លែងណាត្រូវអីកាត់ឲ្យអស់មកណាហើយចំពោះយើងឃើញយើងលឺអា sound effect ហ្នឹងអញ្ចឹងអា sound effect ហ្នឹងក៏យើងអត់គួរយកទៅដែរមិនអត់គួរអត់ត្រូវយកទៅអញ្ចឹងដើម្បីបិទ sound effect គឺយើងចុចកន្លែង mute track យើងចុចកន្លែង mute track ទៅយើង play មកបាទអញ្ចឹងវាអត់មានសំឡេង sound effect ទេអញ្ចឹងហេតុអីបានយើងអត់ត្រូវការសំឡេង sound effect គឺយើងត្រូវការតែសំឡេងយើងតែមួយទេបាទសំឡេងយើងតែមួយទេហើយបន្ទាប់មកយើងចូលទៅកាន់នេះ Adobe Export ច្រឡំចូលទៅកាន់ Export នៅពេលដែលយើងចូលទៅកាន់ Export គឺយើងដោះវីដេអូចេញយើងដោះវីដេអូយើងយកតែ audio ឯណាយើងយកតែ audio អញ្ចឹងកន្លែងនេះគឺយើងយក MP3 ក៏បានណាយក MP3 ក៏បានយក wave នេះក៏បានដែរអត់បញ្ហាទេអញ្ចឹងខ្ញុំដាក់ជា wave ទៅហើយអានេះខ្ញុំដាក់ថាMP3 sound sound for subtitle ហើយអាហ្នឹងយើងគ្រាន់តែ rename ឈ្មោះឲ្យចាំទេណាវាអត់សំខាន់ទេណាវាអត់សំខាន់ថាត្រូវតែដាក់ហ្នឹងឯងអញ្ចឹងណាបាទអញ្ចឹងយើងយកតែប៉ុណ្ណឹងហើយយើងធ្វើមិនទៀតយើងយកប៉ុណ្ណឹងហើយគឺយើងដោះវីដេអូតែចាំដោះវីដេអូចោលយើងយកតែ audio ទេហើយយើង export លឹបអញ្ចឹងនៅពេលដែលយើង export ហើយ sound នេះ sound for subtitle បាទហើយកតុយវាគឺនេះ file វា mp3 ឬក៏ wave ហ្នឹងឯងបាទអញ្ចឹងបន្តមកទៀតយើងធ្វើមិនទៀតតមកទៀតគឺយើងចូលទៅកាន់ Google Studio ហ្នឹងហើយខ្ញុំចូល home បាទយើងយកកន្លែង playback បាទកន្លែង playback បាទទាំងអស់គ្នាត្រូវតែមាន account pro ណាត្រូវតែមាន account pro ដើម្បីយកមកប្រើប្រាស់វាអញ្ចឹងខ្ញុំដាក់ប៉ុណ្្នឹងហើយវាមាន feature មាន Gemini មាន Live មាន image មាន video មាន audio អញ្ចឹងខ្ញុំយក Gemini បាទខ្ញុំយក Gemini ហេតុអីដើម្បីឲ្យ Gemini គេធ្វើការអញ្ចឹងណាបាទអញ្ចឹងខ្ញុំចូលបូកកន្លែងនេះចូលបូកកន្លែងហ្នឹងហើយខ្ញុំ upload file បាទ upload file បន្ទាប់ពី upload file ហើយគឺយើងយក sound for subtitle អាហ្នឹងគឺជាអីដែលយើងបាន export ចេញពី CapCut មិញបាទហើយយើងយក open មកបាទអញ្ចឹងនៅពេលដែលយើងបន្ទាប់ពីយើង open ហើយនេះគឺជា script ដែលខ្ញុំបានរៀបចំទុកបាទហើយបន្ទាប់មកគឺនេះគឺខ្ញុំយកប៉ុណ្ណឹងមកបាទហើយយើងផាសមកលើវាអញ្ចឹងមានថាម៉េចមានន័យថា turn this audio into LLC file ហើយបន្ទាប់មកយើង separate វាឲ្យទៅ4ឬក៏5 word ប៉ុណ្ណឹងឯងអញ្ចឹងណាអញ្ចឹងបន្ទាប់មកគឺយើងចុចមក click មកឲ្យវា run បាទយើងរងចាំបន្តិចវាកំពុងវិលហើយដោយសារតើនេះវាខ្លីទេបាទវាខ្លីទេអញ្ចឹងអត់អីទេវាលឿនទេនេះអញ្ចឹងដល់ពេលដែលយើងបានប៉ុណ្ណឹងហើយយើងធ្វើមិនទៀតពេលដែលបានប៉ុណ្ណឹងហើយគឺខ្ញុំ save វាមកតង់សិនបាទខ្ញុំ save វាមកតង់ខ្ញុំដាក់ចូលទៅក្នុងនេះរបស់ខ្ញុំយកវាជានេះ text ហើយខ្ញុំដាក់ subtitle បាទ subtitle អូខេអញ្ចឹង subtitle វាជា txt នេះវាជា txt បាទហើយបើយើងចង់ដឹងចង់ឲ្យឃើញកតុយ txt ឃើញអីចឹងកតុយ file ចឹងគឺយើងមើលកន្លែងនេះហើយយើងយកនេះ file name នេះណាបើយើងបិទវាអត់ឃើញទេអញ្ចឹងណាហេតុអីបានយើងត្រូវការចេញកតុយហ្នឹងនេះយើងចូលបើកអាហ្នឹងមកអាកន្លែង file txt ហ្នឹងហើយយើង view មកហើយយើង file name នេះ extension នេះបាទ extension ហ្នឹងគឺឲ្យចេញកតុយមកបែបហ្នឹងតោះឥឡូវយើងចូលទៅយកអញ្ចឹងខ្ញុំយកប៉ុណ្ណេះ
ហើយខ្ញុំ copy ណាខ្ញុំ copy បន្ទាប់មកខ្ញុំយកវាទៅ pass នៅកន្លែងហ្នឹងឯង pass នៅកន្លែង subtitle ហ្នឹងបាទ pass មកហើយយើង save វាអញ្ចឹងតែប៉ុណ្ណឹងវាអត់ទាន់ជោគជ័យទេអញ្ចឹងយើងត្រូវចូលវាមកតង់ទៀតបាទចូលវាមកតង់ទៀតហើយយើង upload វាមកនេះ upload audio from file ហើយយើងយកអា file ដែលយើង copy មិញហ្នឹងណាអា subtitle ដែលយើងបាន copy មិញហ្នឹងណា open វាមកអញ្ចឹង open វាហើយនេះយើងបាននេះមកនេះយើងដាក់ថា turn បាទ turn t turn l or c file into .srt អញ្ចឹងត្រូវចាំថាវា support តែជាមួយនឹង file srt ឯណាបាទ srt អញ្ចឹងយើងយកអានឹងវិញណាហើយយើង run វាមកបាទអញ្ចឹងយើងរងចាំវាបន្តិចវាកំពុងតែដើរហើយបើសិនជាវីដេអូយើងវែង 5-10 នាទីអីវាដើរយូរបន្តិចណាបាទវាដើរយូរបន្តិចវា thinking ចេញជាទៅចាប់អក្សរនេះទៅចាប់អក្សរទាំងអស់នេះមក file ហ្នឹងវានេះយើងមើលហេតុអីនេះម៉ោងរបៀបនេះគឺវាអត់ស្គាល់ដែរប៉ុន្តែវានឹងស្គាល់នៅពេលដែលយើងចេញម៉ោងរបៀបនេះបាទអានឹងបានវាស្គាល់ណាបាទមកបន្តទៀតបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងធ្វើម៉េចយើងគ្រាន់តែ copy វាទៅនេះវាចេញសញ្ញា copy នេះឬក៏ download នេះយើងចុច download មក src ហ្នឹងពេលដែលយើងចុច download លឹបណាអូខេអញ្ចឹងដល់កន្លែងមួយដំណាក់កាលចុងក្រោយគឺយើង rename វាបាទយើង rename វាបងប្អូនគ្នាមើលណាបាទយើង rename នេះខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងម្ដងទៀតព្រោះមានអ្នកខ្លះគាត់ធ្វើកន្លែងហ្នឹងអត់យល់បើគាត់ចេះឧទាហរណ៍ថាយើងចូលកន្លែង view ណាហើយយើងដកកន្លែង file name នេះចេញបើទោះជាយើង rename វាណាបើទោះជាយើង rename វាទៅជា srt ក៏ដោយទៅជា srt ក៏ដោយណាយើងគិតថាយើង rename វានេះអាកន្លែង file វានេះបាទយើងគិតថាអាកតុយ file វានេះ srt យើង rename ណាគឺវាអត់ទាន់ទៅជា srt file ទេដោយសារតែចុង file របស់វាមិនមែនអានឹងជានេះទេអានឹងវាស្ថិតនៅក្នុងជាឈ្មោះឡើយទេអញ្ចឹងបងប្អូនត្រូវចូលកន្លែង view នេះហើយយក file name នេះណាយើងយក file name extension នេះណាឃើញទេអញ្ចឹងយើងខំ rename វាទៅជាអីគេ srt ក៏ដោយប៉ុន្តែវានៅតែលាក់អា txt នេះអត់ដែរអញ្ចឹងយើងធ្វើម៉េចយើងត្រូវលុបអា txt នេះចោលហើយនៅតែ .srt ទេណា .srt ហើយយើង yes មកអញ្ចឹងនៅពេលដែលវាចេញជា file srt នេះគឺវាចេញមកបែបហ្នឹងអញ្ចឹងយើងធ្វើម៉េចទៀតយើងអាចទាញវាចូលបានហើយណាយើងចូលនេះកន្លែង sub create caption ណាហើយយើងចូល add caption ហើយយើងចូល import file នេះគឺជា AI Studio Code SRT អញ្ចឹងយើងយកអាហ្នឹងមកផ្លឹបបន្ទាប់ពីយើងយកអាហ្នឹងហើយយើងធ្វើម៉េចទៀតបន្ទាប់ពីយើងយកអាហ្នឹងហើយយើងដាក់វាមកខាងនេះមកបាទហើយបន្ទាប់មកភាគច្រើនវាចាប់ដើមគិតចេញពីកន្លែងដែលមានសំឡេងណាគិតចេញពីកន្លែងដែលមានសំឡេងអញ្ចឹងយើងយកតំណែងហើយយើងចុច add វាចូលទៅអញ្ចឹងខ្ញុំ play មើលតោះអ្នកណាខ្លះដែលគិតថាពិបាកធ្វើ subtitle ជាភាសាខ្មែរនៅក្នុងកម្មវិធី CapCut បាទ គឺវាស្គាល់អក្សរខ្មែរយើងច្បាស់បាទអញ្ចឹងយកប៉ុណ្ណឹងមកអូខេអញ្ចឹងយើងចូលទៅលេងតែអក្សរទៅអញ្ចឹងបើយើងលេង mode អក្សរលេងតែអក្សរបានតើតើយើងមាន account pro ណាដោយសារតែ function pro បានយើងអាចប្រើប្រាស់រូបត្បូងពេជ្រណាបានយើងអាចប្រើប្រាស់នេះបានទាំងអស់អញ្ចឹងទី1ខ្ញុំដាក់font អក្សរសិនបាទ font អក្សរគឺខ្ញុំចូលចិត្តប្រើប្រាស់ពួកនេះគេហៅថា font កន្ទុំរុយនេះបាទអញ្ចឹងយើងអាចដាក់បណ្ណាក៏បានដែរឥឡូវខ្ញុំដាក់ងាយទៅដាក់កន្លែងនេះទៅ
បាទហើយខ្ញុំប្រីចេះមកអូខេហើយបន្តមកទៀតគឺខ្ញុំចូលទៅដាក់ effect របស់វាបាទចូលដាក់ effect របស់វាហើយបន្តមកគឺខ្ញុំយកនេះអូខេ aim ហើយបន្តមកទៀតនេះអូខេអញ្ចឹងបើសិនជាយើងគិតថាពណ៌ហ្នឹងមើលទៅវាឆ្លោះទៅជាមួយនឹងអាវរបស់តួអង្គយើងដូរពណ៌ផ្សេងទៅនេះអីណាដែលវារៀងក្បាច់ក្បូរខ្លាំងពេកក៏ខ្ញុំអត់សូវជាចូលចិត្តដែរបាទអាហ្នឹងតាមចំណង់ចំណូលចិត្តរបស់យើងណាព្រោះនៅក្នុង CapCut គឺវាមាននេះច្រើនវាមាន mode ច្រើនអញ្ចឹងមិនដឹងថាយើងស្រឡាញ់មួយណាទេបើយើងស្រឡាញ់មួយណាយើងដាក់ mode ហ្នឹងទៅបាទហើយបន្តទៀតសិនខ្ញុំដាក់អានេះទៅក៏ហមពេកអញ្ចឹងខ្ញុំសុំ speed ហើយខ្ញុំរកនេះតិចសិនអូខេឥឡូវចាត់ទុកក្នុងការធ្វើអានេះចាស់ធ្វើ subtitle អូខេអញ្ចឹងទាំងអស់គ្នាមើលនៅពេលដែលយើងនេះណានៅពេលដែលយើងដាក់ហើយខ្ញុំបិទសំឡេងទៅណាកុំឲ្យរំខានណាខ្ញុំបិទសំឡេងវាតិចទៅកុំឲ្យរំខានអញ្ចឹងទាំងអស់គ្នាមើលអក្សរវាលោតអក្សរវាលោតវាអត់មាន animation ទេគឺវាចេញមកអញ្ចឹងមកអញ្ចឹងយើងបានដាក់ជាថាគំរូអក្សរហើយអញ្ចឹងយើងអាចនេះបានយើងម្ដងទៀតគឺយើងចូលទៅកន្លែង animation នេះចូលកន្លែង animation ហ្នឹងហើយយើងរើសមើលតើ animation មួយណាដែលយើងពេញចិត្តដែលយើងពេញចិត្តប្រើបាទឧទាហរណ៍ខ្ញុំប្រើប្រាស់អានេះគឺចេញមកលោតស្អាតអញ្ចឹងខ្ញុំប្រើប្រាស់ clip អញ្ចឹងយើងចូលទៅ play ម្ដងទៀតណាខ្ញុំអត់បើកសំឡេងទេដោយសារវារំខានអញ្ចឹងនេះឃើញទេអូខេមើលអូខេអញ្ចឹងបើសិនជាយើងគិតថាយើងអត់ពេញចិត្តអា animation មួយហ្នឹងទេយើងដូរ animation ទៀតមកបាទសម្រាប់ខ្ញុំមើលទៅដូចអត់ទាន់ពេញចិត្តដែរមើលទៅបាទអញ្ចឹងយើងមាន animation ច្រើនណា animation ច្រើនអញ្ចឹងទីហៅថាខ្ញុំយកនេះវិញចាស់អញ្ចឹងផ្លឹបមកផ្លឹបអូខេមើលទៅតំណងដែរតាបាទអញ្ចឹងទីហៅថាទាំងអស់គ្នាចង់ដូរ style មួយលក្ខណៈថាជាលក្ខណៈថា style ហ្នឹងវាចេញមកអញ្ចឹងមកអញ្ចឹងបើយើងចង់ដូរអា style នេះអា style នៅក្នុងកម្មវិធី CapCut នេះឲ្យវាខុសគេអញ្ចឹងយើងធ្វើម៉េចឧទាហរណ៍ខ្ញុំទាំងអស់គ្នានេះមើលកន្លែងនេះ apply to all អញ្ចឹងយើងដកអាពាក្យថា apply to all ណាបាទអញ្ចឹងយើងដកអានឹងហើយយើងចូលទៅកាន់ font ផ្សេងណាយើងទៅយកអា font ផ្សេងដែលយើងចង់លេង style វាណាទីហៅថាខ្ញុំប្រើប្រាស់នេះចាស់ណាអញ្ចឹងយើងមើលនៅក្នុងនេះគឺ style តែមួយ style តែមួយអានេះគឺ style ផ្សេងណានៅក្នុងកម្មវិធី CapCut ហ្នឹងគឺ style ផ្សេងយើងអាចប្រើប្រាស់បានតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងឧទាហរណ៍ខ្ញុំដូរភាគច្រើននៅពេលដែលខ្ញុំលេង style អក្សរម្ដងគឺវាលក្ខណៈថាយើងរុញរាច្រើនដោយសារតែវាមាន font ផ្សេងច្រើនដែរអញ្ចឹងខ្ញុំតេស្តមើលខ្ញុំច្រើនតែជួនកាលយើងស្រឡាញ់ style ហ្នឹងប៉ុន្តែនៅក្នុង project ផ្សេងគ្នាគឺយើងដាក់ទៅវាអត់ស្អាតអញ្ចឹងក៏យើងអត់យកដែរបាទនៅក្នុងកម្មវិធី CapCut អញ្ចឹងយើងដាក់មើលយើងមើលអាណាដែលថាយើងគិតថាយើងសមជាមួយ project របស់យើងខ្ញុំអត់ចង់ចំណាយពេលអ្នកទាំងនេះច្រើនពេកទេប៉ុន្តែខ្ញុំចង់បង្ហាញប៉ុណ្ណឹងបាទប៉ុណ្ណឹងមកផ្លឹបអញ្ចឹងយើងចង់លេងរបៀបម៉េចក៏បានដែរអត់បញ្ហាទេណាបាទអូខេអញ្ចឹងខ្ញុំសង្ឃឹមថារបៀបនៃការធ្វើ subtitle ជាភាសាខ្មែរនៅក្នុងកម្មវិធី CapCut នេះបានជាប្រយោជន៍អូខេអរគុណ